ចាជំរាបសួរលោកតាចាយាយតាជំរាបសួរទាំងអស់គ្នាចាថ្ងៃដែរក្រុមការងារបានចុះមកសម្ភារដោយសារអីឃើញទីកន្លែងនេះជាទីសក្ការៈបូជាហើយនឹងជាកន្លែងមួយបុរាណតាំងពីដើមមកអញ្ចឹងការដែលអ្នកមីងបានមកចាប់ផ្ដើមកសាងហ្នឹងឃើញព្រះអង្គផុសផ្ទាល់មកនឹងផ្ទាំងថ្មនឹងច្បាស់តែម្ដងឬមួយក៏ផុសម្ដងបន្តិចឬមួយគេយ៉ាងម៉េចដែរដែលខ្ញុំបានមកឃើញមុនដំបូងគឺព្រះអង្គនៅក្នុងចិត្តឈឹងក៏ខ្មៅលឹបអត់មានផុសចេះទេណាចាដល់ពេលខ្ញុំចេះតែមកធ្វើដុតធូបដុតអីមកយាយតានាំមកដុតធូបថ្វាយដាក់ទឹកផ្លែឈើដាក់អីទៅក៏មានកាលនោះក៏ដល់ពេលមកធ្វើបុណ្យយកលោកយាយអីមកសូត្រមន្តសូត្រអីទៅក៏មានព្រះអង្គនៅលើគ្រឹះចឹងណាចាក៏បានផុសមានស្នាមច្បាស់លើពីដើមខ្មៅអ៊ូញ៉ែងចាពុកម៉ែបងប្អូនសម្រាប់ជនទាំងក្នុងស្រុកក្រៅស្រុកនោះបងប្អូនអាចនៅទស្សនាផ្ទាល់នៅរូបរបស់ព្រះអង្គដែលព្រះអង្គបានផុសចេញពីផ្ទាំងថ្មមកផ្ទាល់សម្រាប់ឲ្យពុកម៉ែបងប្អូនជួយដើម្បីមើលឲ្យផ្ទាល់ថាកុំឲ្យថាក្រុមការងារហ្នឹងមកថតបំផុសអីក៏អត់ទេនេះគឺជាការពិតហើយនេះជាស័ក្តិសិទ្ធិអ្នកមិញព្រមទាំងលោកតាចាព្រមទាំងគុណម្ចាស់ព្រះសង្ឃនៅគង់នៅវត្តព្រះដំរីបារមីពុំយោងលោកបានកសាងសពគ្រប់ហើយតែនៅខ្វះនៅឥឡូវកំពុងតែកសាងនេះគឺកសាងប្រាសាទរបស់ព្រះអង្គចាដោយសារប្រាសាទកន្លែងទីចាស់ហ្នឹងវាពុកវាបាក់វាបែកអស់ហើយធ្វើជាពីឈើមុនចាឥឡូវហ្នឹងគឺចាប់ផ្ដើមកសាងនេះគឺបានទីឃ្លៀបានប៉ុណ្ណេះឯងនេះពុកម៉ែបងប្អូនបានឃើញហើយមានការលំបាកយ៉ាងម៉េចខ្លះឧបសគ្គយ៉ាងម៉េចខ្លះដែរលោកតាហើយការកសាងនឹងរយៈពេលយូរមកហើយឬមួយក៏ទើបនឹងចាប់ផ្ដើមដែរកសាងប្រាសាទហ្នឹងបាទជំរាបសួរណាយ៉ាងចំកណាសូមខាងបែងគុំផងគុំបានកាយផងដល់គ្រប់រងទូយ៉ាងជាអ្នកខាងចាក់កម្ពុជាតាដើមឡើយទីកន្លែងនេះគឺជាទីកន្លែងព្រះហោឋានហើយជាទីកន្លែងដែលលោកឃើញនៅវត្តរូបបដិមារបស់ព្រះចក្រនេះជាទីចាប់អារម្មណ៍ហើយក៏បងប្អូនទាំងឡាយមុនសម័យពលពតទៀតគឺបងប្អូនតែងតែមកគោរពរាប់អានបូជាហើយនឹងធ្វើការបួងសួងបន់ស្រន់ហ្នឹងតែងតែបានជួបពបសំណាងបានសម្រេចដូចកំណងលុះដល់បច្ចុប្បន្ននេះបន្លងក្នុងសម័យពលពតហ្នឹងគឺអត់មានហ៊ានទេបានដល់ឆ្នាំ79បានរបបនោះបានពលឹងជាតិយើងផលឡើងវិញបានមករៀបចំទីកន្លែងនេះតាំងពីឆ្នាំដោយគណៈកម្មការមានប្រសាសន៍ណាចាបាទហើយក៏ឲ្យយើងខ្ញុំនេះដើម្បីបំពេញបំណងរបស់សទ្ធាបងប្អូនដែលបានជួយជាអនុទីកន្លែងនេះខ្ញុំបានរៀបចំសាងសង់សំណង់ជាឈើរហូតដល់រយៈពេលក្រោយមកគឺឈើនឹងទទួលមកហើយអ្នកមានគ្រោះថ្នាក់ហើយបងប្អូនដែលចូលរួមអញ្ចឹងទេឲ្យយើងខ្ញុំក៏បានរួចចេញហើយបានរៀបចំសង់ជាបេតុងបាទរយៈពេលដែលសាងសង់បេតុងនេះឃើញថាមានជួបបញ្ហាលំបាកខ្វះខាតច្រើនចាបាទទាំងសពគ្រប់ទាំងថវិកាទាំងសម្ភារៈហើយក៏ទាំងសពប្រជាជនចូលរួមក៏មានស្រាក់ស្ទើរអញ្ចឹងទេចាប់ពីពេលឲ្យយើងខ្ញុំនេះបានជួបពបសំណាងនេះណាបានមកជួបថ្ងៃនេះហើយក៏សូមពរដល់អស់លោកអ្នកដែលជាសពប្រជាជនក្តីនៃជាពុទ្ធសាសនិកជនក្តីនៅក្នុងប្រទេសក្តីក្រៅប្រទេសក្តីឬក៏អស់លោកអ្នកដែលជាអ្នកមុខអ្នកការដឹកនាំសាសនាក្នុងទីកន្លែងយើងនេះក្តីឬកន្លែងផ្សេងក្តីក៏សូមលោកគ្រប់ទិសទីបានអញ្ជើញចូលរួមឧបត្ថម្ភទៅលោកកម្រងកសាងឲ្យបានជាបន្តទៅតាមការគួរតាមសិទ្ធិជាក់ឡាចា៎សូមអរគុណអាចនៅសម្ភារៈមានដែកមានស៊ីម៉ងមានអត់មានបឿងទាំងអស់នេះខ្វះខាតច្រើនណាស់គូនពលរដ្ឋសាស្ត្រទាំងឡាយជួយតាមកម្លាំងសតិជ្រះថ្លាគ្រប់អង្គគ្រប់ញោមជាពលរដ្ឋសាស្ត្រទាំងអស់តាមកម្ពុជាក៏ជួយឧបត្ថម្ភចាពុកម៉ែបងប្អូនសប្បុរសជនទាំងក្នុងស្រុកក្រៅស្រុកចាបានលើសង្ឃដីកាពីគុណម្ចាស់ព្រមទាំងអ្នកមានគណៈកម្មការព្រមទាំងលោកតាអាចារ្យបានរៀបអង្គាសុំនៅតិចក្តីច្រើនក្តីតាមសទ្ធាជ្រះថ្លារបស់ពុកម៉ែបងប្អូនដើម្បីកសាងប្រាសាទឲ្យហើយទុកជា
ជាទីសក្ការៈបូជាដល់ពុកម៉ែបងប្អូននិងកូនចៅចំនួនក្រោយតទៅមុខទៀតចាសូមទំនាក់ទំនងតាមលេខទូរស័ព្ទ098 23 03 69និងមួយខ្សែទៀត087 23 03 69ចាមួយខ្សែទៀត097 60 63 054ចាសូមគ្រប់